ឆៃដោយពូសាននោះវាមានកំហឹងជាខ្លាំងពួកនេះមកយកត្រីយើងច្រើនខ្លាំងណាស់ហើយមិនបានអាំងត្រីឲ្យយើងស៊ីសោះហើយខ្មោចតឹងក៏បានក្រឡាខ្លួនជាត្រីធំចម្លែកលោតចេញពីថង់ចុះទៅដីឈប់សិនឈប់ត្រីជ្រុះដីហើយញ៉ាក់ឈប់រទេះហើយមឿនក៏ស្ទុះដេញចាប់ត្រីដែលខ្មោចទឹកក្រឡាខ្លួនត្រីនោះចេះតែលោតផ្លោតសំដៅទៅបឹងជួយផងញឹកជួយផងជួយផងញឹកជួយផងញឹកដើរសំដៅមកដល់ឃើញមឿនកំពុងលង់ទឹកញឹកមិនហ៊ានជួយព្រោះខ្លាចលង់ទឹកស្លាប់ទាំងពីរនាក់គាត់ក៏ត្រឡប់មករករទេះវិញហេតែប៉ុណ្ណេះត្រីទាំងអស់នេះជារបស់យើងតែម្នាក់ហើយលោកបរទេះបានពាក់កណ្ដាលផ្លូវស្រាប់តែឃើញនារីម្នាក់អង្គុយយំពាក់កណ្ដាលផ្លូវនាងមានរឿងអីបានជាអង្គុយយំម្នាក់ឯងនៅកណ្ដាលព្រៃជ្រៅតើផ្ទះនាងនៅណាឡារទេះមកសំជួនាងទៅផ្ទះវិញនិយាយចំនាងខ្មោចទឹកក៏បំបាំងខ្លួនផ្លែនញឹកងាកក្រោយវិញក៏ឃើញនាងមកអង្គុយលើរទេះគោបាត់ទៅហើយអីក៏រហ័សយ៉ាងនេះគាត់បរទេះគោទៅមុខងែតងតខ្មោចស្រីអង្គុយស៊ីត្រីឆៅតែមិនឆ្ងាញ់ដូចត្រីអាំងរបស់ពូសានទេណែផ្ទះរបស់នាងនៅណាដែរ